ក្រោយភ្លៀងធ្លាក់មេនាំបងប្អូនទៅរកពស់បងសារតែនឹកឃើញឃ្លានចង់ញ៉ាំពស់ប៉ុន្តែថ្ងៃនេះគោលដៅគឺទៅរកពស់វែកក្រៅទៅពស់វែកគឺអត់យកទេដោយសារតែចង់ញ៉ាំប្រភេទដូចជាស្ងោរជ្រក់ពស់វែកអញ្ចឹងបងជាងក៏នាំបងប្អូនទៅដើររកហើយក្រោយមួយរយៈនេះគឺមិនសូវមានទេបងប្អូនវារៀងខ្សត់តិចហើយជាពិសេសវាធ្លាក់ភ្លៀងច្រើនដងទៅពស់អាចថានៅក្នុងរូងក្នុងអីចឹងទៅហើយវាសងំអីចឹងណាមួយទៀតក៏រៀងខ្សត់ដែរបងប្អូនដោយសារឥឡូវហ្នឹងគឺប្រជាពលរដ្ឋយើងបងប្អូនគាត់អាសារោសារចេញរោហើយមនុស្សកាន់តែច្រើនព្រៃឈើកាន់តែតិចតួចអីចឹងទៅភ្លឺអីហ្នឹងគឺលេងសើស្ដុកលេងសើដូចពីមុនហើយពីមុនតាមភ្លឺតាមអីហ្នឹងគឺស្ដុកប៉េះហ្មងដោយសារតែទឹកជ្រោតស្រូវអីថ្មីស្មៅអីនៅពេញភ្លឺចឹងប៉ុន្តែឥឡូវគឺស្មៅអីក៏វាអស់ហើយតាមស្រែតាមអីហ្នឹងគឺគេព្យួរគេអស់ហើយអញ្ចឹងងាយរោបងប្អូនឥឡូវពិបាករោបន្តិចហើយដើរមើលដានមើលអីហ្នឹងប៉ុន្តែបងប្អូនរបស់ខ្ញុំក៏វាមិនសូវជំនាញដែរបងប្អូនដាននេះគឺមិនសូវដឹងថាដានណាពុះអីទេហើយជាកាប់ប៉ាត់ណាប៉ាត់ណីអញ្ចឹងទៅក៏ពិបាកនៅក្នុងការរកហើយថ្ងៃនេះនាំទាំងឆ្កែនាំទាំងឲ្យវែងបាត់ឆ្កែបាត់អីពេញដើររោត្រមឃើញមុនវេទនាមកដោយសារតែគុណឆ្កែវាតូចគុណឆ្កែវាតូចវាទៅតាមជាមួយដល់ពេលហើយវាឡើងទៅស៊ីកដោវាអត់តាមម្ចាស់នោះអាកូនឆ្កែខ្ញុំអាទូចឡើងហ្នឹងអាពណ៌រៀងថ្នោតហ្នឹងបងប្អូនដល់ពេលវាតាមម្ចាស់វាបាត់បដ ாய் វែងដើររោវាអត់ចង់ឃើញកដាលយប់ហើយបានរោឃើញចឹងបាទប៉ុន្តែថ្ងៃនេះមកនឹងក៏បែបឈៀលទេបងប្អូនរោបានក៏បានរោមិនបានក៏អត់ចឹងទៅមិនសូវខ្វល់ហ្មងតែហើយខ្ញុំមានពេលតិចមែនទែនមានពេលទៅប្រហែលមិនដល់2ម៉ោងទេបងប្អូនចឹងរោបានមិនបានគឺខ្ញុំត្រូវទៅផ្ទះហ្មងទោះបីបានក៏ដោយមិនបានក៏ដោយត្រូវទៅផ្ទះចឹងទៅក៏មករកកាប់ប្រហែលរុននេះគឺអត់បានទេបងប្អូនប្រហែលរុនដែលកាប់នេះគឺកាប់ទៅអត់ហើយទៅក៏ខ្ញុំសម្រេចចិត្តចុងក្រោយថាដើរទៅដល់ណាទៀតក៏ប្រហែលជាមិនបានដែរអញ្ចឹងមានតែកាប់ប្រហើយរុននឹងមួយហើយនឹងទៅមុខកាប់មួយរុនទៀតគឺខ្ញុំទៅផ្ទះបងប្អូនចឹងហើយចលនាផលគឺអត់មានបានអីទេបងប្អូនមកនេះគឺបានត្រឹមមហត់ដើរលេងសប្បាយដូចខ្ញុំថាអញ្ចឹងខ្ញុំមិនទៅខ្វល់លីម៉ានទេព្រោះមែនទែនខ្ញុំក៏មិនសូវជាលីម៉ានដែរបានតែមិនសូវជាខ្វល់យើងបានក៏បានក៏អត់ទៅយើងមកលេងសប្បាយជុំបងជុំប្អូនចឹងទៅហើយចលនាផលក៏អត់មែនហ្នឹងឯងដើរមកចុកជើងបងប្អូនដើរដល់ណាដល់ណីចុកជើងហើយខែនេះដូចខ្ញុំថាអញ្ចឹងវាលេងសើសម្បូរហើយដោយសារវាអស់ស្ដុកអីតាមភ្លឺតាមអីចឹងទៅហើយពងពស់អីវាចាប់ដើមចូលរុនចូលអីពងអីហើយដល់ពេលអញ្ចឹងវាអត់សូវចេញមករោខាងក្រៅរោចំណីរោអីយើងពិបាករោដែរហើយម្យ៉ាងឥឡូវហ្នឹងគឺអស់ព្រៃអស់អីបងប្អូនព្រៃអីគឺមិនងាយមានតាណាព្រៃអីទេអញ្ចឹងវាពិបាកក្នុងការរកហើយនេះជានេះទេពស់ចាប់សាមុនទេបងប្អូនក៏ចង់បង្ហាញបងប្អូនថាពេលដែលយើងដើររកគឺយើងរកបែបហ្នឹងហើយបានកាលមុនអាសាបានប៉ុន្តែឥឡូវរៀងខ្សត់តិចតែបើយើងដើរដល់2-3ម៉ោងវាអាចនឹងបានដែរប៉ុន្តែខ្ញុំអត់មានពេលបងប្អូនអញ្ចឹងក៏ឈប់ទៅ